ពុទ្ធបរិស័ទយើងបានដាប់ពធัวមកអញ្ចឹងអាការដែលនៅរស់ហ្នឹងនៅវិញ្ញាណទេតើព្រោះអាស្លាប់អាពេតវិញ្ញាណណៅវិញ្ញាណប្រាស់អញ្ចឹងអាដែលនៅរស់នៅវិញ្ញាណចិត្តតានុបស្សនាទេពថាគឺថារលឹកបានមិនប្រកាន់ថាអាដែលនៅរស់ហ្នឹងនៅយើងឯណានៅវិញ្ញាណទេតើដែលដឹងអារម្មណ៍ហ្នឹងអញ្ចឹងដឹងរឿងក្នុងផ្ទះក្រៅផ្ទះក្នុងស្រុកក្រៅស្រុកគ្រប់រឿងទាំងអស់អតីតអនាគតបច្ចុប្បន្នហ្នឹងស្អីដែលដឹងគឺវិញ្ញាណទេតើកំណត់វិញ្ញាណដែលដឹងអារម្មណ៍បានមិនមែនជាតួខ្លួនយើងវាមានចាំបាច់ទេមទេអីពីលោកនេះព្រោះអ្វីអ្វីជាអារម្មណ៍របស់វិញ្ញាណណាអារម្មណ៍ហ្នឹងគឺអ្វីណាដែលចិត្តដឹងវិញ្ញាណដឹងហ្នឹងអ្វីហ្នឹងហៅថាអារម្មណ៍ហើយដល់យើងមិនប្រកាន់វិញ្ញាណហ្នឹងថាជាខ្លួនយើងមានចាំបាច់ទេមទេអារម្មណ៍ក្នុងលោកហ្នឹងយកមកធ្វើអីបើវាមិនមែនយើងអ្នកដឹងដដែលហ្នឹងប៉ុន្តែប្រយោជន៍សំខាន់ត្រង់ដែលមិនប្រកាន់វិញ្ញាណថាយើងនេះវិញ្ញាណតគ្នានៅក្នុងលោកហ្នឹងអញ្ចឹងទៅជាសង្ខារលោកទៅមានវិញ្ញាណនឹងទៅនិព្វានឯណាប៉ុន្តែការមិនប្រកាន់ថាមានយើងក្នុងលោកនេះ